អស់លោកអ្នកស្ដាប់ជាទីមេត្រីតទៅនេះជាកម្មវិធី Hello VOA នៅយប់នេះយើងខ្ញុំនឹងពិភាក្សាអំពីដំណើរវិលត្រឡប់របស់លោកសំរងស៊ីនិងការចូលឈ្មោះតំណាងរាស្ត្រក្នុងការបោះឆ្នោតឆ្នាំ2013វាគ្មិនរបស់យើងខ្ញុំនៅរាត្រីនេះគឺលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិបើលោកអ្នកចង់ចូលរួមក្នុងនាទីនេះសូមហៅទូរស័ព្ទទៅយើងខ្ញុំតាមលេខ012 51 51 94ឬលោកអ្នកអាចសរសេរសំណួរក្នុងទំព័រ Facebook របស់ VOA ខ្មែរដែលមានអាសយដ្ឋាន facebook.com/VOA ខ្មែរតាមបណ្ដាញ Twitter ដែលមានអាសយដ្ឋាន twitter.com/VOA ខ្មែរឬអ៊ីមែលទៅយើងខ្ញុំតាមអាសយដ្ឋាន hellovoa@voanews.com បន្ទាប់ពីការផ្សាយកម្មវិធី Hello VOA យើងខ្ញុំនឹងជូនព័ត៌មានអន្តរជាតិដោយលោកកាយ៉ានហើយតទៅនេះខ្ញុំសូមអញ្ជើញលោកម៉ែនកំសែងដែលជាអ្នកសម្របសម្រួលកម្មវិធី Hello VOA នៅរាត្រីនេះសូមអញ្ជើញលោកកំសែងចាស់បាទសូមអរគុណអ្នកស្រីនុចសារីតាអស់លោកដែលស្ដាប់នៅថ្ងៃនេះជាថ្ងៃទី1ដែលលោកសំរងស៊ីបានវិលមកជន់ដែនដីកំណើតវិញបន្ទាប់ពីនៅនិរទេសខ្លួនក្រៅប្រទេសអស់រយៈពេលជិត4ឆ្នាំដោយសារតែពាក់ព័ន្ធនឹងការដកតម្រុយបង្គោលព្រំដែនជាមួយនឹងប្រទេសវៀតណាមដើម្បីការពារដីស្រែប្រជាពលរដ្ឋនៅថ្ងៃនេះលោកសំរងស៊ីបានផ្ដល់កិត្តិយសដោយចូលរួមក្នុងកម្មវិធី Hello VOA ពិសេសដើម្បីបញ្ជាក់ពីផែនការក្នុងពេលខាងមុខសម្រាប់អនាគតគណៈបកសង្គ្រោះជាតិដែលលោកជាប្រធាននិងនយោបាយប្រទេសកម្ពុជាបាទសូមជម្រាបសួរលោកសំរងស៊ីជម្រាបសួរបាទសូមអរគុណណាស់ដែលអញ្ជើញមកឲ្យកម្មវិធីរវល់ជាប់តាំងពីជន់ដីកំណើតភ្លាមហើយឥឡូវនេះយប់ហើយនៅស្ម័គ្រចិត្តមកចូលក្នុងកម្មវិធី Hello VOA ជាបឋមលោកអាចបញ្ជាក់បានថាតើមានអារម្មណ៍យ៉ាងណាដែរបានមកប្រទេសកម្ពុជាវិញនោះបាទខ្ញុំមានក្តីរំភើបក្រៃលែងហើយសប្បាយចិត្តហួសពីសប្បាយដែលបានវិលត្រឡប់មកទឹកដីប្រទេសកម្ពុជាជាស្រុកកំណើតរបស់ខ្ញុំហើយមានក្តីរំភើបឥតឧបមាដោយបានទទួលបដិសណ្ឋារកិច្ចមានបងប្អូនជនរួមជាតិកូនក្មួយយុវជនរាប់ម៉ឺនរាប់សែនចូលដល់លានផងក៏មិនដឹងឃើញក៏ក្រឹកក៏ក្រែងមកអបអរសាទរមាតុភូមិនិវត្តរបស់ខ្ញុំនេះធ្វើឲ្យខ្ញុំរំភើបណាស់រកពាក្យអ្វីសម្ដែងការរំភើបក្នុងចិត្តនេះពិបាកនិយាយប៉ុន្តែស្រក់ទឹកភ្នែកបាទកាលពិតទៅមានការផ្សាយបន្តផ្ទាល់ហើយខ្ញុំតាមអ៊ីនធឺណិតខ្ញុំបានមើលការធ្វើដំណើរទៅដល់របស់លោកនេះតាមប្រព័ន្ធអ៊ីនធឺណិតពីសហរដ្ឋអាមេរិកនេះឃើញមានការចូលរួមដោយលោកបានលើកឡើងអញ្ចឹងឥឡូវនេះដោយសារពេលវេលាយើងមិនមានច្រើនខ្ញុំបាទសូមចូលទៅដល់ចំណុចសំខាន់នៃកម្មវិធីសម្រាប់ការឃោសនានិងការបោះឆ្នោតជាតិនៅពេលខាងមុខនេះឥឡូវនេះលោកបានអញ្ជើញទៅប្រទេសកម្ពុជាវិញគឺមានឱកាសក្នុងការចូលរួមធ្វើយុទ្ធនាការសម្រាប់គណៈបកប៉ុន្តែអ្វីដែលអ្នកបោះឆ្នោតនិងសហគមន៍អន្តរជាតិចង់បានគឺការឆោតឈ្មោះរបស់លោកជាអ្នកតំណាងរាស្ត្រតើលោកនឹងត្រូវធ្វើយ៉ាងណាទៀតដើម្បីធានាថាលោកអាចនឹងមានឈ្មោះឈរជាបេក្ខជនតំណាងរាស្ត្របាននោះបាទអ្វីដែលសំខាន់បំផុតគឺការលើកទឹកចិត្តប្រជារាស្ត្រខ្មែរឲ្យចូលរួមក្នុងការបោះឆ្នោតនេះដើម្បីនាំមកនៅមានការផ្លាស់ប្ដូរដែលប្រជារាស្ត្រខ្មែរចង់បានយើងត្រូវតែរួមកម្លាំងគ្នាជាធ្លុងមួយបោះឆ្នោតដើម្បីសង្គ្រោះជាតិយើងហើយអ្នកដែលត្រូវចូលរួមបេសកកម្មសង្គ្រោះជាតិនេះមិនមែនតែគ្រាន់តែសមាជិកគណៈបកសង្គ្រោះជាតិទេគឺខ្មែរគ្រប់រូបដែលមានឈាមជ័រជាខ្មែរដែលជាអ្នកស្រឡាញ់ជាតិយើងឃើញថាជាតិយើងកំពុងតែហិនហោចជាតិយើងបាត់បង់ទឹកដីជាតិយើងបាត់បង់ព្រៃឈើជាតិយើងបាត់បង់ទ្រព្យសម្បត្តិជាតិទ្រព្យសម្បត្តិធម្មជាតិជាច្រើនដូចជាមច្ឆជាតិដូចជារ៉ែយើងឃើញប្រទេសជាតិយើងសូម្បីតែប្រជាពលរដ្ឋក៏យើងបាត់បង់ដែរពីព្រោះបងប្អូនយើងដែលរកការងារធ្វើមិនបានអាចជួបការលំបាកក្នុងជីវភាពត្រូវបង្ខំចិត្តទៅស៊ីឈ្នួលគេចាក់ចេញទៅប្រទេសជិតខាងរាប់ម៉ឺនរាប់សែននាក់
ហើយក្នុងពេលជាមួយគ្នានោះយើងឃើញជនបរទេសអន្តោប្រវេសន៍ហូរចូលមកស្រុកយើងកាន់តែច្រើនឡើងនេះជាមហន្តរាយមួយធំណាស់ដែលអាចធ្វើឲ្យយើងបាត់បង់ប្រទេសយើងជាខ្មែរនឹងคล้ายទៅជាជនជាតិភាគតិចនៅលើទឹកដីកំណើតរបស់យើងប្រទេសកម្ពុជាសប្តាហ៍ថ្ងៃអាចคล้ายទៅជាកម្ពុជាក្រោមមួយទៀតដូច្នេះអ្វីដែលសំខាន់ជាទីបំផុតពាក់ព័ន្ធដល់អាយុជីវិតជាតិមាតុភូមិរបស់យើងគឺការរួបរวมគ្នាជាធ្លុងមួយដើម្បីសង្គ្រោះជាតិយើងឲ្យទាន់ពេលវេលាខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ទោះជាបងប្អូនមិនគាំទ្រគណៈបកណាក៏ដោយទោះជាបងប្អូនគាំទ្រគណៈបកផ្សេងក៏ដោយតែពេលវេលាមកដល់ហើយសូមឲ្យបងប្អូនរួមចំណែកក្នុងការសង្គ្រោះជាតិយើងមិនមែនសម្រាប់គណៈបកណាទេមិនមែនសម្រាប់បុគ្គលណាទេមិនមែនសម្រាប់ក្រុមនេះក្រុមនោះទេគឺសម្រាប់ជាតិយើងទាំងអស់គ្នាដូច្នេះបងប្អូនទាំងអស់ត្រូវតែចូលរួមក្នុងបេសកកម្មសង្គ្រោះជាតិនេះបាទនេះគឺជាសារនយោបាយនិងជាគោលនយោបាយរបស់គណៈបកសង្គ្រោះជាតិក៏ប៉ុន្តែលោកនៅចាំបានហើយបងប្អូនប្រជានៅចាំបានទាំងអស់គ្នាការធ្វើដំណើរត្រឡប់ទៅវិញរបស់លោកភ្ជាប់ជាមួយនឹងការចង់បានរបស់សហគមន៍អន្តរជាតិមួយគឺចង់ឲ្យលោកចូលឈ្មោះក្នុងការបោះឆ្នោតផងដែរដើម្បីជាលក្ខខណ្ឌនៃការទទួលស្គាល់ថាការបោះឆ្នោតនោះត្រឹមត្រូវតើលោកអាចនឹងមានការធ្វើយ៉ាងម៉េចជាមួយនឹងខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតព្រោះមុននេះបន្តិចខ្ញុំបានជជែកជាមួយនឹងខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោកថាច្បាប់គឺមិនមានការផ្លាស់ប្ដូរទេហើយគេមិនអាចធ្វើច្បាប់នឹងតម្រូវឬក៏កែច្បាប់នឹងតម្រូវតាមមនុស្សម្នាក់ទេតើលោកយល់ថាដំណោះស្រាយនយោបាយដែលធ្វើឲ្យលោកចូលក្នុងប្រទេសបានអាចនឹងប្រើប្រាស់នៅក្នុងដំណាក់កាលទី2ដើម្បីឲ្យលោកចូលឈ្មោះបានជាប់ឆ្នោតដើម្បីអនុវត្តបាននៅអ្វីដែលជាគោលនយោបាយដែលលោកទើបតែលើកឡើងមិញនេះបាទដើម្បីឲ្យសហគមន៍អន្តរជាតិទទួលស្គាល់ការបោះឆ្នោតខាងមុខនេះគឺមិនមែនមានបញ្ហាតែមួយពាក់ព័ន្ធនឹងរូបខ្ញុំឈរឈ្មោះមិនឈរឈ្មោះទេមានបញ្ហា18ជំពូកដែលអង្គការសហប្រជាជាតិបានកត់សម្គាល់ហើយបានផ្ដល់ជាអនុសាសន៍ថាត្រូវដោះស្រាយបញ្ហា18ជំពូកឬចំណុចហើយក្នុងនោះគឺមានបញ្ហាត្រូវតែផ្លាស់ប្ដូរសមាសភាពក្បាលម៉ាស៊ីនកោជបផ្លាស់ប្ដូរប្រព័ន្ធបោះឆ្នោតត្រូវតែកែតម្រូវបញ្ជីឈ្មោះអ្នកបោះឆ្នោតដើម្បីធានាថាការបោះឆ្នោតនោះឆ្លុះបញ្ចាំងឆន្ទៈប្រជារាស្ត្រខ្មែរពិតប្រាកដមិនបំភ្លៃឆន្ទៈប្រជារាស្ត្រខ្មែរដោយយើងបានឃើញនៅពេលមុននោះទេបញ្ហាទាំង18នេះអត់ទាន់មានបានដោះស្រាយបញ្ហាណាមួយទេក្នុងចំណោម18ករណីរូបខ្ញុំសំរងស៊ីគឺបានតែពាក់កណ្ដាលទៀតពាក់កណ្ដាលហ្នឹងដោយសារថាអង្គការសហប្រជាជាតិបានតម្រូវថាខ្ញុំសំរងស៊ីត្រូវតែវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយត្រូវតែចូលរួមក្នុងដំណើរការបោះឆ្នោតឲ្យបានពេញលេញទោះជាខ្ញុំមកដល់លើទឹកដីប្រទេសកម្ពុជាប៉ុន្តែឲ្យចូលរួមក្នុងដំណើរការបោះឆ្នោតឲ្យបានពេញលេញគឺមិនទាន់ពេញលេញនៅឡើយទេដូច្នេះផ្លូវដែលដើរនៅវែងឆ្ងាយទៀតដើម្បីឲ្យអន្តរជាតិទទួលស្គាល់ការបោះឆ្នោតខាងមុខនេះបាទសូមអរគុណលោកប្រធានសំរងស៊ីអរលោកអ្នកស្ដាប់យើងកំពុងតែពិភាក្សាគ្នាផ្ទាល់ជាមួយនឹងលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិដែលលោកទើបតែវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅថ្ងៃនេះបើសិនបើអរលោកអ្នកចង់សួរជាសំណួរសូមអញ្ជើញទូរស័ព្ទមកលេខ012 51 51 94ក៏ប៉ុន្តែសូមមេត្តាសួរសំណួរដល់ខ្លីព្រោះយើងមានពេលវេលាខ្លីយើងចង់ឲ្យលោកសំរងស៊ីលោកពិភាក្សាច្រើនហើយសូមមិនទទួលនៅការបញ្ចេញយោបល់នៅពេលនេះនៅឡើយទេបាទបើជាបឋមសូមអញ្ជើញលោកសម្បត្តិលោកអញ្ជើញមកពីខាងឧត្តមមានជ័យបាទលោកសម្បត្តិលោកកំពុងតែចូលក្នុងកម្មវិធី Hello VOA បាទជំរាបសួរបាទជំរាបសួរបាទជំរាបសួរបាទខ្ញុំបានសូមបញ្ចេញយោបល់ពេលនេះបានដែរបាទសូមអធិស្ឋានសង្ឃឹមថាលោកនឹងបានជួបលោកប្រធានសំរងស៊ីពេលលោកចុះទៅតាមខេត្តនៅកម្មវិធីជាបន្តបន្ទាប់បើសិនជាមានសំណួរណាសំខាន់មួយដែលលោកថាចង់ឲ្យលោកប្រធានសំរងស៊ីបកស្រាយជាចម្ងល់យូរហើយសូមអញ្ជើញបាទបាទសូមជំរាបសួរឯកឧត្តមសំរងស៊ីប្រធានបាទជំរាបសួរបាទសង្គ្រោះជាតិបាទខ្ញុំមានការរំភើប
រីកដែរនៅពេលដែលបានដឹងថាអាយដាមវិលត្រឡប់មកវិញអាយដាមបានអោនថើបព្រះធរណីដែលជាមេដាជាតិរបស់ខ្មែរទាំងមូលហើយឆ្នេះខ្ញុំមានសំណួរខ្លីពេលដែលអាយដាមពុំមានឈ្មោះបញ្ជីឈ្មោះបោះឆ្នោតហើយជារាជដតីទៀតដែលគាត់ពុំមានឈ្មោះបោះឆ្នោតដោយអាយដាមដែរនោះតែអាយដាមធ្វើយ៉ាងណាដើម្បីជួយដល់គណៈបករបស់អាយដាមដើម្បីឈានទៅរកការរកជាជំនះពិតប្រាកដបាទសូមអរគុណលោកខ្ញុំសូមសំណូមពរចុងក្រោយសូមថ្នាក់ដឹកនាំទាំងអស់ចូលតែរក្សាភាពពិតដើម្បីប្រយោជន៍ធ្វើការគ្រប់គ្រងនិងជំនួយចិត្តដល់ប្រជារាស្ត្របាទសូមអរគុណលោកសម្បត្តិបាទសូមជើញលោកប្រធានសំរងស៊ីបាទខ្ញុំនឹងប្រើប្រាស់សិទ្ធិសេរីភាពដែលខ្ញុំមានដើម្បីស្វែងរកសេរីភាពជូនប្រជារាស្ត្រខ្មែរទាំងមូលហើយខ្ញុំនឹងប្រើប្រាស់យុត្តិធម៌ដែលខ្ញុំទើបតែបានទទួលដើម្បីស្វែងរកយុត្តិធម៌ជូនប្រជារាស្ត្រខ្មែរទាំងមូលតាក់ទងទៅនឹងការបោះឆ្នោតនេះគឺមានភាពអយុត្តិធម៌ណាស់មកលើប្រជារាស្ត្រខ្មែររាប់លានអ្នកជាង1លានអ្នកដែលត្រូវគេលុបឈ្មោះពីបញ្ជីឈ្មោះអ្នកបោះឆ្នោតហើយបាត់បង់សិទ្ធិបោះឆ្នោតការបោះឆ្នោតនឹងតើមានន័យយ៉ាងម៉េចបើប្រជារាស្ត្រខ្មែរជាង1លានអ្នកត្រូវគេលុបឈ្មោះហើយមិនបានចូលរួមក្នុងការបោះឆ្នោតអញ្ចឹងហើយបានខ្ញុំនឹងប្រើសេរីភាពរបស់ខ្ញុំអ្វីដែលខ្ញុំមានដើម្បីលើកលាតត្រដាងបញ្ហានេះជូនបងប្អូនជនរួមជាតិផងជូនសហគមន៍អន្តរជាតិផងដើម្បីឲ្យមានការជំរុញដាក់បញ្ចូលឈ្មោះជនជាតិខ្មែរដែលត្រូវគេលុបដោយអយុត្តិធម៌បញ្ចូលក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដើម្បីឲ្យខ្មែរទាំងអស់មានសិទ្ធិបោះឆ្នោតដូចគ្នាម្យ៉ាងវិញទៀតអយុត្តិធម៌មួយទៀតគឺនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតមានឈ្មោះខ្មោចជាង1លានអ្នកដែរហើយឈ្មោះនោះគឺគណៈបកកាន់អំណាចគេប្រើកជបយកឈ្មោះខ្មោចយកទៅបំពាក់ឲ្យជនបរទេសបំពាក់ឲ្យក្មេងមិនទាន់គ្រប់អាយុបំពាក់ឲ្យអ្នកដែលអត់មានសិទ្ធិបោះឆ្នោតសោះយកទៅបោះឆ្នោតដើម្បីបំប៉ោងស្លឹកឆ្នោតឲ្យគណៈបកកាន់អំណាចដូច្នេះវាទុច្ចរិតជាអំពើទុច្ចរិតជាអំពើអយុត្តិធម៌លទ្ធផលចុងក្រោយគឺបំភ្លៃឆន្ទៈប្រជារាស្ត្រខ្មែរចង់បានសេរីភាពចង់បានលទ្ធិប្រជាធិបតេយ្យចង់បំបត្តិអំពើពុករលួយស្រាប់តែយើងឃើញមានអ្នកដឹកនាំដែលយើងចង់ដូរចេញដូរចោលឃើញគេមកក្រាញអំណាចទៀតដោយសារគេលួចស្លឹកឆ្នោតយើងហើយដោយសារគេយកឈ្មោះខ្មោចយកមកបន្លំដើម្បីយកជ័យជំនះដោយទុច្ចរិតបាទក៏ប៉ុន្តែលោកសំរងស៊ីយើងសង្កេតមើលទៅការវិលត្រឡប់របស់លោកគឺដំណើរការដោយការថាការសម្របសម្រួលនយោបាយហើយជាវិធានការមួយដែលដូចយើងបានពិភាក្សាលើកមុនហ្នឹងគឺទុកមុខទុកមាត់ទាំងរូបលោកទាំងរដ្ឋាភិបាលដោយមានតួអង្គព្រះមហាក្សត្រជាអ្នកសម្របសម្រួលឥឡូវតើលោកមានពាក្យពេចន៍អ្វីដែលអាចនិយាយជាមួយនឹងកោជបដែលលោកមានប្រសាសន៍មិញថាជាសិទ្ធិរបស់លោកនោះដើម្បីឲ្យជាវិធានការមួយទុកមុខទុកមាត់ទាំងសម្រាប់គណៈបកសង្គ្រោះជាតិនិងកោជបផងនោះដែលឲ្យអាចមានដំណោះស្រាយទៅមុខដោយរលូនដោយមិនមានអ្នកណាម្នាក់បាក់មុខនោះបាទបើនិយាយពីផ្លូវច្បាប់គឺដូចជាបិទច្រកទៅហើយនោះបាទទុកមុខទុកមាត់យើងត្រូវទុកមុខទុកមាត់ឲ្យប្រទេសកម្ពុជាឲ្យគេគោរពប្រទេសកម្ពុជាឲ្យគេគោរពអ្នកដឹកនាំប្រទេសយើងដែលអះអាងថាជាតំណាងប្រទេសជាតិឲ្យគេគោរពរដ្ឋាភិបាលណាដែលធ្វើសេចក្តីសម្រេចក្នុងនាមប្រទេសជាតិប៉ុន្តែអ្វីដែលយើងចង់បាននេះគឺมันអាចទៅរួចទេពីព្រោះការបោះឆ្នោតនេះអត់ត្រឹមត្រូវដោយខ្ញុំនិយាយឲ្យបាញ់មិញលុបឈ្មោះគេជាង1លានអ្នកបាត់ឈ្មោះប្រជាពលរដ្ឋជាង1លានអ្នកយកឈ្មោះខ្មោចជាង1លានអ្នកមកដែរមកបំប៉ោងសម្លេងស្លឹកឆ្នោតឲ្យគណៈបកកាន់អំណាចហើយមានលក្ខណៈមួយទៀតបើខ្ញុំសំរងស៊ីក្នុងឋានៈខ្ញុំជាប្រធានគណៈបកសង្គ្រោះជាតិហើយមានគណៈបកតែ2ឯងដែលតទល់គ្នាគឺមួយទល់នឹងមួយគណៈបកកាន់អំណាចសព្វថ្ងៃហើយគណៈបកសង្គ្រោះជាតិហើយក្នុងឋានៈខ្ញុំជាប្រធានគណៈបកសង្គ្រោះជាតិខ្ញុំជាបេក្ខជននាយករដ្ឋមន្ត្រីដូច្នេះបេក្ខជននាយករដ្ឋមន្ត្រីក៏មានតែ2ដែរបើចង់ឲ្យការប្រកួតប្រជែងនេះមានន័យ
មានតម្លៃឲ្យគេទទួលស្គាល់តើតែមានបេក្ខជនយ៉ាងហោចណាស់2នាក់បេក្ខជនដែលមានមៀតធំប្រហែលគ្នាដែលគណៈបកធំមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរមានគណៈបកតែ2ហើយបេក្ខជននាយករដ្ឋមន្ត្រីត្រូវមានយ៉ាងហោចណាស់2តែបើគេមិនឲ្យខ្ញុំសមរាំងស៊ីឈរជាបេក្ខជននាយករដ្ឋមន្ត្រីតើអ្នកណាអាចជាប់ជានាយករដ្ឋមន្ត្រីដោយភាពថ្លៃថ្នូរដោយគេទទួលស្គាល់បើមានគូប្រកួតតែមួយរួចទៅដល់ប្រកួតបោះឆ្នោតហើយគេប្រកាសថាគេឈ្នះអីតទល់ជាមួយនរណាតទល់ជាមួយខ្យល់បើអត់មានគូប្រកួតមួយទៀតមានន័យថាយើងប្រកួតជាមួយខ្យល់បើយើងប្រកួតជាមួយខ្យល់ជ័យជំនះយើងគឺជាជ័យជំនះខ្យល់ដែរដោយសារអាញាកណ្ដាលជាអាញាកណ្ដាលដែលមិនអព្យាក្រឹតដែលខុបខិតជាមួយនឹងគូប្រកួតមួយដែលយើងហៅថាកំសាកក៏បានដែរពីព្រោះខ្លាចប្រកួតជាមួយគូប្រកួតដែលមានមៀតធំអាចឈ្នះខ្លួនដូច្នេះសុកចិត្តអត់មានគូប្រកួតតែម្នាក់ឯងហើយឲ្យអាញាកណ្ដាលហៅថាកោជបលើកដៃខ្លួនថាខ្លួនឈ្នះមិនឈ្នះអីឈ្នះអត់មានគូប្រកួតមិនមែនហៅថាជ័យជំនះទេដូច្នេះការបោះឆ្នោតបែបហ្នឹងអត់មាននរណាឲ្យតម្លៃអត់មាននរណាទទួលស្គាល់ហើយរដ្ឋាភិបាលដែលចេញមកពីការបោះឆ្នោតបែបហ្នឹងក៏អត់មាននរណាទទួលស្គាល់ដែរពេលនោះប្រទេសកម្ពុជាយើងគឺបាត់បង់កិត្តិយសហើយអាចបាត់បង់ស្ថិរភាពនយោបាយអាចបាត់បង់អ្វីដែលជាផលប្រយោជន៍សម្រាប់ប្រទេសជាតិដោយសារយើងលេងសើចយកការបោះឆ្នោតនេះមកលេងសើចThe Voice of America VOA អរលោកអ្នកស្ដាប់យើងកំពុងតែពិភាក្សាគ្នាផ្ទាល់ជាមួយនឹងលោកសំរងស៊ីលោកជាប្រធានគណៈបកសង្គ្រោះជាតិដែលទើបតែវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបន្ទាប់ពីនិរទេសខ្លួនអស់រយៈពេលជិត4ឆ្នាំឥឡូវនេះយើងមានអ្នកស្ដាប់ម្នាក់ទៀតគឺលោកសរួនលោកអញ្ជើញមកពីខាងខេត្តបន្ទាយមានជ័យបាទលោកសរួនសូមអញ្ជើញសំណួរខ្លីៗបាទសូមអញ្ជើញបាទសូមជម្រាបសួរអេឧត្តមសំរងស៊ីជាប្រធានគណៈបកសង្គ្រោះជាតិជម្រាបសួរបាទខ្ញុំសូមសួរសំណួរអេឧត្តមចំនួន3សំណួរទី1តើអេឧត្តមអាចមានឈ្មោះក្នុងបញ្ជីបោះឆ្នោតវិញដែរឬយ៉ាងណាទី2បើកោជបគេថាហួសកំណត់ផុតថ្ងៃហើយបាទអញ្ចឹងតើអេឧត្តមរកវិធីសាស្ត្រដូចម្តេចដើម្បីឲ្យមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតវិញបាទចំណុចទី3គឺគោជបតែឧត្តមដូរបានដែរឬអត់បាទសូមអរគុណសូមគោរពលាឧត្តមប្រធានបាទសូមអរគុណលោកសរួនចាប៉ុន្តែលោកប្រធានសូមអធិស្ឋានដោយសារតែលោកបានឆ្លើយសំណួរទាំងអស់នេះពីមុនទៅហើយនោះខ្ញុំចង់សូមងាកមកចំណុចមួយដែលលោកនិយាយថាការបោះឆ្នោតដោយត្រឹមត្រូវឬក៏ការទទួលស្គាល់ឬក៏ភាពស្របច្បាប់តាមមតិខ្លះបានលើកឡើងថាការប្រកាសដែលថាការបោះឆ្នោតនេះមិនត្រឹមត្រូវគួរតែធ្វើតាំងពីក្រោយថ្ងៃទី13ខែឧសភាម្លេះដូច្នេះខ្ញុំសំណួររបស់ខ្ញុំចំពោះលោកប្រធាននៅថ្ងៃនេះថាតើពេលណាដែលលោកប្រធាននឹងសម្រេចបានថាការបោះឆ្នោតនេះមិនត្រឹមត្រូវបាទអន្តរជាតិគេសម្រេចទៅហើយលើកនេះណាអន្តរជាតិដូចថាស្ថាប័នធំដូចជាសហភាពអឺរ៉ុបគេអត់បញ្ជូនអ្នកសង្កេតការមកទៀតទេគេថាបញ្ជូនមកធ្វើអីគេបញ្ជូនមកម្ដងហើយកាលពីឆ្នាំ2008ហើយគេបានឃើញថាការបោះឆ្នោតអត់ត្រឹមត្រូវអត់ស្របទៅនឹងស្តង់ដារលក្ខណៈអន្តរជាតិហើយគេបានផ្ដល់ជាអនុសាសន៍ថាការបោះឆ្នោតលើកក្រោយចង់ឲ្យគេទទួលស្គាល់ចង់ឲ្យគេឲ្យតម្លៃទាល់តែរៀបចំឡើងវិញតាមអនុសាសន៍របស់គេតែគណៈបកកណ្ដាលអំណាចក៏ជបខ្លួនឯងបានទាត់ចោលទាំងអស់ច្រានចោលទាំងអស់អនុសាសន៍របស់គេថាអញ្ចឹងមិនបាច់មកទៀតទេហើយការបោះឆ្នោតហ្នឹងគឺគេអត់ទទួលស្គាល់គេអត់ឲ្យតម្លៃចុងក្រោយនេះមានស្ថាប័នផ្សេងទៀតបានមកធ្វើការសិក្សាលើបញ្ជីឈ្មោះអ្នកបោះឆ្នោតដូចខ្ញុំនិយាយអំបញ្ញមិញឃើញថាបញ្ជីនោះគឺជាបញ្ជីបន្លំហើយសន្និដ្ឋានគឺបើមិនបដូរបញ្ជីហ្នឹងបើមិនកែតម្រូវបើមិនបដូរកោជបគឺការបោះឆ្នោតអត់មានតម្លៃអត់មានអាណាទទួលស្គាល់ទេនេះមិនមែនចាំបាច់គណៈបកសង្គ្រោះជាតិប្រកាសទេអន្តរជាតិគេប្រកាសហើយអង្គការសហជីវជាតិបានផ្ដល់អនុសាសន៍ហើយយើងមិនធ្វើតាមអនុសាសន៍របស់គេមានន័យថាគេអត់ទទួលស្គាល់ទេការបោះឆ្នោតនឹងនោះប៉ុន្តែកត្តារបស់លោកប្រធានសំរងស៊ីអាចនឹងផ្លាស់ប្ដូរខ្លះចំពោះការគេហៅថាមិនឈានទៅដល់តាមស្តង់ដារក៏ប៉ុន្តែអាចទទួលយកបានដូច្នេះកត្តាកន្លឹះមួយស្ថិតនៅលើរូបលោកផងដែរតើលោកអាចនឹងប្រកាសនៅពេលណាក្រោយពីការបោះឆ្នោតឬក៏យ៉ាងម៉េចបាទអាស្រ័យលើគោលដៅបំណងរបស់យើង
គណៈបកសង្គ្រោះជាតិកំពុងតែទទួលការគាំទ្រយ៉ាងខ្លាំងក្រៃលែងក៏ក្រឹកក្រែងដូច្នេះទោះជាការបោះឆ្នោតនឹងមិនសុក្រិតមិនយុត្តិធម៌យើងចង់បង្ហាញថាឥឡូវនេះប្រជាពលរដ្ឋខ្មែរបែរមកគាំទ្រគណៈបកសង្គ្រោះជាតិយ៉ាងក្រឹកក្រែងអញ្ចឹងស្ថានភាពទោះជាការបោះឆ្នោតមិនត្រឹមត្រូវក៏ស្ថានភាពផ្លាស់ប្ដូរដែរពីព្រោះយើងឃើញណាទោះជាគេលួចយ៉ាងណាប៉ុន្តែសម្លេងសង្គ្រោះជាតិវាច្រើនពេកលួចអត់អស់ទេនៅសល់គឺសល់ច្រើនជាងមុនដូច្នេះកម្លាំងគណៈបកសង្គ្រោះជាតិគឺខ្លាំងជាងគណៈបកប្រឆាំងមុនទាំងអស់ពីព្រោះយើងរួមគ្នាហើយពេលណាយើងមានគណៈបកដែលស្នេហាជាតិដែលមានកម្លាំងខ្លាំងទប់ទល់នឹងគណៈបកផ្សេងមួយទៀតគឺគណៈបកផ្សេងមួយទៀតมันអាចជិះសេះលែងដៃបានដូចមុនទៀតទេគឺស្ថានភាពនឹងចាប់ផ្ដើមប្រែប្រួលហើយយើងនឹងយកស្ថានភាពថ្មីនេះធ្វើជាមូលដ្ឋានដើម្បីទាមទារយុត្តិធម៌ជូនប្រជារាស្ត្រខ្មែរឲ្យបានពេញលេញយុត្តិធម៌គឺការបោះឆ្នោតត្រឹមត្រូវពីព្រោះការដែលលួចស្លឹកឆ្នោតនឹងគឺជាដូចថាជាអំពើអាក្រក់ពីព្រោះស្លឹកឆ្នោតនឹងគឺតំណាងឲ្យជីវិតរបស់យើងជំរឿសរបស់យើងអនាគតរបស់យើងតែបើគេលួចស្លឹកឆ្នោតយើងដូចគេលួចជីវិតយើងដូចគេលួចអនាគតរបស់យើងអនាគតកូនចៅយើងនេះជាអំពើអយុត្តិធម៌ដ៏ធ្ងន់ធ្ងរណាស់ដោយខ្ញុំបាននិយាយបាញ់មិញខ្ញុំនឹងប្រើប្រាស់អ្វីដែលខ្ញុំមានលទ្ធភាពទាំងប៉ុន្មានដើម្បីទាមទារយុត្តិធម៌ជូនប្រជារាស្ត្រខ្មែរឲ្យបានពេញលេញបាទឥឡូវនេះយើងមានអ្នកស្ដាប់ចុងក្រោយម្នាក់លោកសំនៀងបាទលោកសំនៀងសូមអញ្ជើញខ្លីៗលោកអញ្ជើញមកពីខាងខេត្តបៃលិនបាទពីបាទVOA ផងដែរស្វាគមន៍បាទខ្ញុំមានមោទនភាពណាស់សប្បាយចិត្តណាស់ដែលបានលោកប្រធានអញ្ជើញមកប្រទេសខ្មែរដោយមានអំណរមែនទែនប៉ុន្តែជំនួសខ្ញុំចង់សួរជំនួសមួយពាក់ព័ន្ធនឹងដែលលោកមិនបានមិនមានសិទ្ធិនឹងឈរឈ្មោះជាតំណាងទេសម្រាប់ឲ្យការបោះឆ្នោតនេះបាទយើងសូមតើមាននីតិវិធីអ្វីនិងដំណោះស្រាយអ្វីដែលអាចឈានទៅរកមានឈ្មោះនោះបាទសូមអរគុណជម្រាបលាបាទលោកប្រធានកាត់ទៅសំណួរដែលអ្នកសួរតាម Facebook ក៏ដូចជាតាម Telephone គឺចង់ដឹងអំពីវិធានការពួកគេចង់បានលោកប្រធានចូលក្នុងការបោះឆ្នោតព្រោះវាអាចតាក់ទងជាមួយនឹងការសម្រេចរបស់សហគមន៍អន្តរជាតិផងដែរហើយលោកប្រធានក៏បានឆ្លើយច្រើនដូច្នេះខ្ញុំចង់រំលងផុតពីនឹងបន្តិចទៅបើក្នុងករណីសេណារីយ៉ូមួយដែលគណៈបកសំរងស៊ីប្រសិនទៅគណៈបកសង្គ្រោះជាតិបានឈ្នះឆ្នោតដែរក៏ប៉ុន្តែមិនឈ្នះដាច់រហូតដល់បង្កើតរដ្ឋាភិបាលមួយតែម្នាក់ឯងតើគណៈបកសង្គ្រោះជាតិអាចនឹងមានការធ្វើជារដ្ឋាភិបាលចម្រុះឬក៏យ៉ាងណាដែរបាទអាស្រ័យលើកម្មវិធីនយោបាយយើងអាចនិយាយគ្នាបានរវាងខ្មែរនិងខ្មែរគ្នាឯងប៉ុន្តែទាល់តែមានការធានាថាបើយើងធ្វើការជាមួយខ្មែរគ្នាឯងខ្មែរណាក៏ដោយសូមឲ្យគោរពកម្មវិធីនយោបាយដឹកនាំប្រទេសតាមរបៀបតាមផែនការដែលការពារផលប្រយោជន៍ជាតិដែលសង្គ្រោះជាតិមិនឲ្យប្រទេសកម្ពុជាបាត់បង់ទឹកដីទៀតមិនឲ្យប្រទេសកម្ពុជាយើងបាត់បង់ទ្រព្យសម្បត្តិជាតិផ្សេងដទៃទៀតមិនឲ្យគេធ្វើបាបរាជមិនឲ្យគេរឹបអូសយកដីធ្លីប្រជារាស្ត្រហើយត្រូវតែដំឡើងប្រាក់ខែជូនកម្មករជូនមន្ត្រីរាជការដោយកម្មវិធីគណៈបកសង្គ្រោះជាតិបើធ្វើបានប៉ុណ្ណឹងទាំងអស់គ្នាចម្រើនដល់ប្រទេសជាតិយើងផងហើយយើងអាចរួបរวมគ្នាជាធ្លុងមួយដើម្បីធ្វើឲ្យប្រទេសយើងបានរុងរឿងថ្កុំថ្កើងទាំងអស់គ្នាផងបាទលោកបានអញ្ជើញចូលប្រទេសកម្ពុជាដោយការសម្របសម្រួលនយោបាយអញ្ចឹងតើជាពិសេសលោកហ៊ុនសែនក៏មានតួនាទីសំខាន់តែអាចនឹងបន្ថយនៅវោហារសាស្ត្រក្នុងការវិប្រហារឬក៏រិះគន់រដ្ឋាភិបាលទេនៅក្នុងយុទ្ធនាការរបស់លោកជាបន្តបន្ទាប់ទៀតនេះបាទគណៈបកសង្គ្រោះជាតិបានប្រកាសហើយថាយើងអត់មានចាត់ខ្មែរណាជាសត្រូវទេផ្ទុយទៅវិញយើងចាត់ខ្មែរទាំងអស់គ្នាដូចជាបងប្អូនបង្កើតយើងមានម្ដាយមួយម្ដាយទាំងអស់គ្នាគឺជាតិមាតុភូមិរបស់យើងទឹកដីដែលផ្ដល់កំណើតឲ្យយើងចាត់ទុកថាដូចជាម្ដាយរបស់យើងទាំងអស់គ្នាយើងជាបងប្អូនបង្កើតជួនកាលក៏ចេះឆ្លោះគ្នាដែរហើយយើងជួនកាលបានឆ្លោះគ្នាយូរឆ្នាំណាស់មកហើយប៉ុន្តែឥឡូវនេះល្មមឈប់ឆ្លោះគ្នាហើយពីព្រោះម្ដាយយើងឈឺធ្ងន់ណាស់ម្ដាយយើងលោកអាចស្លាប់ដូច្នេះយើងត្រូវតែរួមកម្លាំងគ្នាត្រូវតែរកវិធីដើម្បីសង្គ្រោះជីវិតម្ដាយយើងសង្គ្រោះជាតិមាតុភូមិរបស់យើង
ការរួបរวมគ្នានេះគឺយើងបបួលគ្នាធ្វើអំពើល្អបើយើងរួបរวมគ្នាយើងចង់សង្គ្រោះម្ដាយយើងគឺយើងធ្វើអំពើល្អហើយបើយើងបបួលគ្នាធ្វើអំពើល្អខ្ញុំជឿថាការរួបរวมនេះគឺមានភាពរឹងមាំហើយជាវិជ្ជមានអញ្ចឹងបានខ្ញុំជឿជាក់ថាថ្ងៃណាមួយខ្មែរយើងដល់ភ្ញាក់រលឹកគ្រប់គ្នាទៅយើងនឹងចាប់ដៃគ្នាយើងនឹងការពារជាតិមាតុភូមិរបស់យើងកុំឲ្យលិចលង់កុំឲ្យបាត់បង់ទឹកដីកុំឲ្យត្រូវគេបំផ្លាញដោយសពថ្ងៃហើយជួយឲ្យប្រជារាស្ត្រខ្មែរបានរក្សាទ្រព្យសម្បត្តិស្រែចម្ការរបស់លោកហើយមានការងារធ្វើគ្រប់គ្នាមានប្រាក់ខែសមរម្យហើយមានរដ្ឋអំណាចដែលលើកដំកើងផលប្រយោជន៍សាធារណៈជាធំមិនយកផលប្រយោជន៍ឯកជនជាធំដោយសពថ្ងៃទេបាទឈានទៅដល់យើងឈានមកដល់ទីបញ្ចប់ទៅហើយប៉ុន្តែមានសំណួររបស់អ្នកតាមដានរបស់ VOA តាម Facebook ម្នាក់គឺតទៅនឹងអ្វីដែលលោកបានលើកឡើងលោកសុំមនីលោកសួរថាមើលទៅហាក់ដូចជាប្រទេសចិននៅពីខាងក្រោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងគណៈពេលដែលសហរដ្ឋអាមេរិកនៅពីខាងក្រោយលោកសំរងស៊ីតើចិនសហរដ្ឋអាមេរិកនិងកម្ពុជានឹងទទួលបានផលប្រយោជន៍យ៉ាងម៉េចប្រសិនបើមេដឹកនាំទាំងពីរគឺសំដៅទៅលើលោកនិងលោកហ៊ុនសែននោះរួបរวมគ្នាដោយលោកបាននិយាយចឹងដើម្បីសង្គ្រោះម្ដាយយើងដែលកំពុងឈឺនោះបាទខ្ញុំអត់គិតអញ្ចឹងទេផលប្រយោជន៍ប្រទេសជាតិយើងប្រទេសកម្ពុជាតម្រូវឲ្យយើងស្វែងរកមិត្តពីគ្រប់ទិសទីទាំងអស់ខ្ញុំសង្ឃឹមថាប្រទេសចិននៅជាមិត្តប្រទេសកម្ពុជាជារៀងរហូតសហរដ្ឋអាមេរិកគឺនៅជាមិត្តប្រទេសកម្ពុជាជារៀងរហូតទាល់តែយើងមានមិត្តគ្រប់ទិសទីទើបយើងអាចកសាងប្រទេសយើងបានប្រកបដោយជោគជ័យបាទសូមអរគុណលោកប្រធានសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិដែលបានចូលជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី Hello VA ពិសេសរបស់យើងខ្ញុំនៅរាត្រីនេះបាទសូមជម្រាបលាលោកបាទសូមអរគុណសូមជម្រាបលា